បានសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងជជែកគ្នាអំពីប្រធានបទរបស់កីឡាករ Neymar ដែលផ្ដោតទៅលើពានរង្វាន់ World Cup ដោយដែលយើងដឹងហើយថារយៈពេល2-3ថ្ងៃមុននេះគឺលោក Carlo Ancelotti គឺបានប្រកាសជាផ្លូវការនៅការបញ្ចូលឈ្មោះកីឡាករ Neymar ទៅក្នុងបញ្ជីក្រុមជម្រើសជាតិប្រេស៊ីលក្នុងព្រឹត្តិការណ៍ពានរង្វាន់ World Cup សម្រាប់ឆ្នាំ2026នេះផងដែរកីឡាករ Neymar បើជាក់ស្ដែងយើងមើលឃើញហើយថាគាត់គឺជាកីឡាករម្នាក់ដែលមានបច្ចេកទេសល្អក្នុងការញាក់បាល់លេង freestyle ជាសិល្បៈនៅលើទីលានល្អមែនទែនហើយការស៊ុតបញ្ចូលទីរបស់គាត់មួយក៏មើលទៅគួរអស្ចារ្យនិងគួរទាក់ទាញផងដែរចំពោះព្រឹត្តិការណ៍ World Cup កីឡាករ Neymar ត្រូវបានកោះហៅឲ្យចូលលេងជាលើកដំបូងនៅឆ្នាំ2014នៅក្នុងប្រទេសប្រេស៊ីលដែលជាប្រទេសកំណើតរបស់គាត់តែកាលនោះគាត់មានវ័យ22ឆ្នាំនៅក្នុងការប្រកួតនោះដែរគឺគាត់បានជួយឲ្យប្រេស៊ីលឡើងដល់វគ្គពាក់កណ្ដាលបេក្ខប្រវត្តិអ្វីដែលយើងគួរចាប់អារម្មណ៍គឺនៅក្នុងការប្រកួតកាលឆ្នាំ2014នោះគាត់បានរងរបួសខ្នងធ្ងន់ធ្ងរកាលប៉ះជាមួយក្រុមជម្រើសជាតិកូឡុំបៀហើយបន្ទាប់មកគាត់ក៏បានអវត្តមានអញ្ចឹងក្រោយពីអវត្តមានរបស់កីឡាករ Neymar ទៅគឺប្រេស៊ីលគឺធ្លាក់ធ្ងន់មែនទែនដោយចាញ់ក្រុមអាល្លឺម៉ង់7-1ដែលវាជាការភ្ញាក់ផ្អើលមួយនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ហើយនៅឆ្នាំ2018ពានរង្វាន់ World Cup គឺប្រពៃឡើងនៅប្រទេសរុស្ស៊ីអញ្ចឹង Neymar ក៏នៅតែមានការកោះហៅឲ្យចូលក្រុមជម្រើសជាតិផងដែរដោយសារគាត់បានជាពីរបួសហើយរយៈពេល4ឆ្នាំអញ្ចឹងគាត់ជាស្រួលបួលហើយអញ្ចឹងនៅឆ្នាំនោះផងដែរគាត់បានជួយឲ្យប្រេស៊ីលបានឡើងដល់វគ្គ8ក្រុមចុងក្រោយដោយចាញ់ប្រកួតចុងក្រោយនោះគឺចាញ់ Brazil 2-1ហើយនៅឆ្នាំ2022គឺពានរង្វាន់ World Cup ប្រពៃឡើងនៅក្នុងប្រទេសកាតា Neymar ក៏នៅតែមានឱកាសបង្ហាញខ្លួនឲ្យជម្រើសជាតិម្ដងទៀតដោយការនោះដែរគឺ Neymar បានស៊ុតបាល់សំខាន់មួយទល់នឹងក្រុមក្រូអាតនៅក្នុងម៉ោងបន្ថែមហើយគ្រាប់បាល់នេះដែរធ្វើគាត់បានតាមស្មើកំណត់ត្រារបស់ Pele សម្រាប់ជម្រើសជាតិប្រេស៊ីលផងដែរប៉ុន្តែប្រេស៊ីលបានចាញ់ក្រូអាតដោយផាល3នាទីហើយយើងឃើញថា Neymar គាត់យំខ្លាំងមែនទែននៅ World Cup 2022នោះដែរផងដែរក្រោយបរាជ័យជាមួយក្រុមក្រូអាតឥឡូវឆ្នាំ2026នេះគឺជាលើកទី4របស់គាត់ហើយដែលគាត់មានឱកាសបង្ហាញខ្លួនឲ្យជម្រើសជាតិយើងចាំមើលថាគាត់ធ្វើបានល្អដល់កម្រិតណាយើងត្រឡប់ទៅវិញថាកំណត់ត្រារបស់ Neymar នៅក្នុង World Cup 3 ដងកន្លងមកគឺមាន2014ហ្នឹងគាត់ប្រកួតបាន5ប្រកួតគាត់រកបាន4គ្រាប់ហើយនិងអាស៊ីស1ហើយនៅឆ្នាំ2018គាត់ប្រកួតបាន5ប្រកួតដូចគ្នាគាត់រកបាន2គ្រាប់ហើយនិងអាស៊ីស2ហើយសម្រាប់ឆ្នាំ2022គាត់លេងបាន4ប្រកួតគាត់រកបាន2គ្រាប់ហើយនិងអាស៊ីស1អញ្ចឹងសរុបទៅគាត់លេងបាន3លើកនេះគឺសរុប14ប្រកួតគាត់រកបាន8គ្រាប់ហើយនិង4អាស៊ីសអញ្ចឹងសមិទ្ធផលសំខាន់គាត់គឺមានប៉ុណ្ណឹងហើយយើងដឹងហើយថាគាត់ទោះបីឥឡូវគាត់រៀងធ្លាក់ជើងតិចមែនគាត់វ័យច្រើនមែនតែគាត់ក៏ជាបេក្ខភាពមួយដែលសំខាន់សម្រាប់ជម្រើសជាតិផងដែរគឺគាត់ជាថាសេរីចាស់មួយសម្រាប់ក្រុមជម្រើសជាតិហើយជាការឲ្យមានទំនុកចិត្តក្រុមមានទំនុកចិត្តតែខ្លាំងនៅពេលដែលមានគាត់ចូលរួមជាមួយក្រុមហើយសង្ឃឹមថាឆ្នាំនេះគាត់ធ្វើបានល្អទៅចុះគាត់បានល្អអាចដល់វគ្គជ្រៅអាចលើកពានឲ្យគាត់មុនគាត់ចូលនិវត្តន៍ទៅគាត់អាចមានសល់ទុកមួយសម្រាប់ជម្រើសជាតិអញ្ចឹងណាយើងដឹងហើយថាគាត់លេចធ្លោមែនប៉ុន្តែគឺអត់អាចឡើងដល់ចំណុចកំពូលបានទេNeymarគឺគាត់នៅតែក្រោមស្រមោលរបស់ Messi ហើយនិង Ronaldo អញ្ចឹងដោយសារចំនួនគាត់ឡើងហ្នឹងគឺចំពេលដែលគាត់ទាំងពីរហ្នឹងគឺគាត់កំពុងតែពេញខ្លាំងដែរ